តោះបងប្អូនមកចូលរួមជាមួយខ្ញុំទាំងអស់គ្នាអូតំណមែនតើជាតិណាស់បងប្អូនអើយហ្នឹងហើយតើហូបណែអត់ចោលទេខ្មងជើងគូជាតិហ្នឹងហើយយើងឯណាមួយយើងបានបើតអាខួឆ្អឹងវាទៀតនោះអូជាតិណាស់បងប្អូនមានកម្លាំងព្រឹសតែម្ដងតើឥឡូវយើងទៅធ្វើទាំងអស់គ្នាបាទជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះដែរនេះអូដូចជប់លៀងអញ្ចឹងបងប្អូនហ្នឹងហើយជប់លៀងផ្ទះបងអញ្ចឹងណាហ្នឹងហើយបងគាត់ធ្វើស៊ុបហ្នឹងហើយបងប្អូនហ្នឹងហើយគាត់ធ្វើស៊ុបអញ្ចឹងណាហ្នឹងហើយឥឡូវកំពុងតែរៀបចំបន្លែប្លុកគ្រឿងស៊ុបស្លឹកជីស្លឹកអីបងប្អូនហ្នឹងហើយហើយនេះប្រពន្ធគាត់បានរៀបចំនេះខ្មងជើងគោឆ្មងអីម្លេះសាច់បេះសាច់បេះអីវាហាន់ទុយដើម្បីយើងបាទឲ្យបានស្រួលហូបបងប្អូនទាំងអស់គ្នាហ្នឹងហើយទៅនោះមែនតើសាច់ខ្មងជើងគោហើយសាច់យើងមកកធុនដែរហ្នឹងហើយដើម្បីហូបឲ្យមានកម្លាំងកំហែងអញ្ចឹងណាដើម្បីធ្វើការហ្នឹងហើយយូរហូបម្ដងទេបងប្អូនមិនមែនហូបរាល់ថ្ងៃទេហ្នឹងហើយប្រពន្ធក៏បានរំលេះសាច់ចោះឡើងឲ្យវាស្រួលយើងហាន់ដួសហូបអញ្ចឹងណាបងប្អូនអរគ្នាហ្នឹងហើយឥឡូវនេះចាប់អើមម្លេះចេញពីឆ្អឹងអញ្ចឹងណាហ្នឹងហើយសល់ប្រហែលទៅខ្ញុំអ្នកហូបគៀមជក់ឆ្អឹងដើម្បីដោយសារតែវាមានគួរឆ្អឹងនៅក្នុងហ្នឹងហើយឥឡូវយើងដើរមើលស៊ុបយើងនេះមួយឆ្នាំងតែម្ដងហ្នឹងហើយមានទាំងប្រហិតពេញឆ្នាំងតែម្ដងហ្នឹងហើយខ្ញុំដើរមកប៉ើងមើលអញ្ចឹងណាឥឡូវនេះខាងតន្ត្រីយើងកំពុងតែរៀបចំហ្នឹងហើយបាសអញ្ចឹងណារៀបចំដើម្បីសបាយជាងលេងបន្តិចបន្តួចអញ្ចឹងណាជុំគ្នាជាមួយបងប្អូនហ្នឹងហើយឥឡូវនេះខ្ញុំចាប់ដើមមុនគេដាក់មួយចានហើយបងប្អូនកុំមកអែមអង្គយូរដោយសារតែយើងចេញធ្វើការរៀងអស់កម្លាំងដែរនោះអញ្ចឹងហើយយើងញោមចានបុបតែម្ដងកុំមកអង្គយូរហ្នឹងហើយគេខ្មងជើងគោមួយអូយជក់ចោះជក់ឡើងគៀមចោះគៀមឡើងទោះតែអស់សាច់អញ្ចឹងណាបងប្អូនហ្នឹងហើយនេះឥឡូវចាប់ដើមហត់ខួរឆ្អឹងហ្នឹងហើយបងប្អូនឥឡូវចាប់ដើមនេះជុលមួយសិនជាក់យើងហ្នឹងហើយជុំគ្នាជាមួយបងប្អូនមីងមីអញ្ចឹងណាបងប្អូនដោយសារយើងចេញធ្វើការហ្នឹងហើយចេញធ្វើការរៀងអស់កម្លាំងដែរបានអាស៊ុបខ្មងគូក្តៅចេះអូជាតិណាស់បងប្អូនហើយថានិយាយមិនចង់អីចង់ចេញទេថាជាតិនោះជាតិសមនឹងត្រូវគ្នាជាមួយទឹកជាទឹកជាយើងទៀតហ្នឹងអែមហ្នឹងហើយនិយាយទៅយូរបានធ្វើម្ដងឆ្ងាញ់ហើយណាមួយក៏យើងមិនសូវមានលុយទេដែរបានយូរម្ដងហូបជុំគ្នាជាមួយប្រពន្ធមួយបងមួយមីបៀអញ្ចឹងទៅហ្នឹងហើយសប្បាយហ្នឹងហើយឥឡូវចាប់ដើមនេះបងប្អូនខ្មងជើងគោដាក់យោដាក់អីរួចរាល់ហើយហ្នឹងហើយជាចុងក្រោយក៏សូមអរគុណដល់បងប្អូនជូនពរបងប្អូនសុខភាពល្អទៅណាមកណាសុវត្ថិភាពទាំងអស់គ្នាបាទជម្រាបលា